ចាជំរាបសួរបងប្អូនចាពីខ្ញុំសេណមថ្ងៃនេះនាំបងប្អូនមកមើលផ្លែតាពាំងបញ្ជូរខ្ញុំណាបងប្អូនចាមើលបងប្អូនមើលមេឃចាមេឃនេះចានេះមេឃមេឃបាច់ចេញពីមេឃមេនេះចាចេញមកពីមេឃចាមេឃនេះគឺផ្លែតាពាំងបញ្ជូរនេះចាហើយពណ៌អុចនេះគឺដោយសារតែវាផ្កាពេលផ្កាកំពុងតែរីកចាកំពុងតែចេញផ្កាភ្លៀងវាធ្លាក់មកចំជារៀងរាល់ថ្ងៃធ្វើឲ្យឡាយចាឡាយផ្លែពេលដែលលំអងនៃផ្កាហ្នឹងវាស្អិតជាប់គ្នាទៅវាបានជាឡាយអញ្ចឹងបងប្អូនចាមើលចានេះចាមាន2មេឃបងប្អូនបែកចេញពីមេឃធំមកមាន2មេឃចាមេឃនេះមួយទៀតគឺជាកោមួយនេះចានេះកោខ្ញុំថតឲ្យបងប្អូនមើលចិត្តចាហើយខ្ញុំសលេងខ្ញុំនិយាយអស់ប៉ុណ្ណឹងហើយចាអត់ខ្លាំងចំណងបានទៀតទេអញ្ចឹងចាតែស្រែកមិនលឺខ្លាំងតែបើនិយាយគឺសលេងតែប៉ុណ្ណឹងទេចានេះចាចកោមនេះគឺនិយាយទៅមាន2ចកោមបងប្អូនចាកាត់ចេញមកចានេះចាមេឃខ្នែងចេញពីមេឃមេនេះចាបែកមកចេញជា2ចាមេឃនេះមួយហើយមេឃនេះមួយចាចកោមមេឃនេះគឺផ្លែចកោមនេះចាហើយចកោមមេឃនេះគឺផ្លែចកោមនេះចាអញ្ចឹងបញ្ជាក់ថាដាក់ជីបងប្អូនទៅដាក់ទៀងចាដាក់ជីធម្មជាតិចាផ្លែប៉ុណ្ណេះគឺយើងប្រើជីធម្មជាតិគឺជីលាមកមាន់ស្ងួតណាបងប្អូនជីលាមកមាន់ស្ងួតអញ្ចឹងបងប្អូនចាហើយលាយជាមួយនឹងជីកាកសំណល់ផ្ទះបាយផ្លែឈើទុំចាមួយទៀតបងប្អូនអាចចេះធ្វើជីអកមុនប្រមាន់ចាបែបលក្ខណៈធម្មជាតិបងប្អូនអាចប្រើស្រោចលាយទឹកស្រោចគល់ឬក៏បាញ់ខាងលើក៏បានដែរចាបានប្រើបានទាំងពីរបងប្អូនចាជីហ្នឹងពីទឹកយើងអាចលាយចាចំណុះចាតាមຂະຫນາດគេគឺ1សេសេទឹក1លីត្រអញ្ចឹងបងប្អូនចាបើបងប្អូនដាក់5ចាឬក៏10បងប្អូនដាក់លីទឹកតាមនោះទៅអញ្ចឹងយកមកស្រោចគល់ឬក៏បាញ់ខាងលើបាញ់ស្លឹកខាងលើដើម្បីជំនួយផ្លែផ្កាឲ្យឆាប់ធំនិយាយទៅគឺជំនួយស្លឹកជំនួយផ្លែចាវគ្គនេះគឺយើងជំនួយផ្លែអញ្ចឹងណាបងប្អូនអញ្ចឹងចង់ឲ្យបងប្អូនមើលចាអញ្ចឹងពីចកោមនេះវាពីចកោមនោះគឺ2មេឃចាបងប្អូនអញ្ចឹងណាបងប្អូនចាទៅពេលដែលយើងថែទាំទៅហើយស្រោបថង់ដោយសារតាខាងនេះខ្ញុំអត់មានដបូលទេខ្ញុំដាក់ស្រោបថង់ការពារទឹកភ្លៀងចាអញ្ចឹងវានៅជាប់អញ្ចឹងហើយចកោមខ្លះខ្ញុំក៏ដោះចេញទៅចាអត់បានដោះចេញដោយសារតែខ្ញុំទុកនៅជាប់នៅហ្នឹងអញ្ចឹងឲ្យបងប្អូនមើលចាហើយឥឡូវបងប្អូនមកមើលចាអញ្ចឹង2មេឃនេះចា2មេឃនេះចាមេឃនេះគឺមានចកោមតាពាំងបញ្ជូរចាមួយចង្កោមចាមួយចង្កោមចាមួយចង្កោមបេះស្លុកណាត់ទុំចាបងប្អូនមើលច្បាស់ចានេះចង្កោមនេះក៏មួយចង្កោមដែរចាហើយសលេងខ្ញុំច្បាស់អត់ប៉ុណ្ណឹងបងប្អូនចាហើយបន្ទាប់មកមេឃដែលវាបែកមកនេះចាចាប់ផ្ដើមចាស់នេះពណ៌ស្ករបងប្អូនមើលនេះស្ករនេះចាអញ្ចឹងមានន័យថាតាពាំងបញ្ជូរយើងនេះក៏ចិត្តទុំដែរចាបើសិនជាផ្នែកនេះពណ៌ស្ករវាដេញដល់ចង្កោមមេឃយើងនេះផ្លែយើងចាប់ផ្ដើមប្រែពណ៌អញ្ចឹងនេះចិត្តប្រែពណ៌ណាបងប្អូនចាអញ្ចឹងបងប្អូនមើលតាមដានមើលចាមេឃនេះគឺវាមានបែកខ្នែងមិនចេះខ្ញុំគឺកាត់ពិតខ្ញុំបានកាត់ត្រួយកន្លែងនេះហើយខាងចុងនេះនេះត្រួយខាងចុងនេះដើម្បីកុំឲ្យវាលូតលឿនពេកដើម្បីឲ្យជីបើទៅចិញ្ចឹមផ្លែនេះប៉ុន្តែដោយសារតាយើងដាក់ជីដាក់ទឹកល្អចាមេឃខ្លះក៏វាកម្លាំងវាបែកខ្នែងកន្លែងនេះមួយទៀតបងប្អូនឃើញទេនេះចាមកផ្លេចខ្ញុំនឹងស្រាយថងចេញឲ្យបងប្អូនមើលច្បាស់ចាចង់ឲ្យបងប្អូនមើលច្បាស់ចាមកផ្លេចបងប្អូនចាឥឡូវនេះបងប្អូនមើលបន្តខ្ញុំស្រាយថងមិនចេញហើយចាមាន2ចកោមនឹងមេឃនេះបងប្អូនមេឃនឹងវាចេញមកពីមេឃមេចា2ចកោមនេះចាហើយផ្លែវាបានប៉ុណ្ណឹងទេបងប្អូនចាហើយខែនេះបងប្អូនក៏ដឹងឲ្យក្តៅណាស់ចាធាតុអាកាសឡូវប្រែប្រួលគឺក្តៅអញ្ចឹងឲ្យបងប្អូនមើលចាមេឃនេះវាចាប់ផ្ដើមបែកចឹងមកចេញមកត្រួយខាងនេះដូចខ្ញុំប្រាប់ហ្នឹងគឺខ្ញុំផ្ដេចចុងនេះដើម្បីកុំឲ្យវាលូតលឿនដើម្បីយកពេលបើជីទៅចិញ្ចឹមផ្លែនេះឲ្យឆាប់កាន់តែធំចាបើសិនជាវាប្រឹងតែលូតត្រួយផ្លែយើងក៏រាងតូចដែរអញ្ចឹងយើងពេលដែលចេញផ្កាយើងរាប់1 2 3 4 5 6 7 8ចា8ទៅ9សន្លឹកក៏ដាច់ចាបើសិនជាកោមយើងមាន2ចកោម12សន្លឹកឬក៏10សន្លឹកយើងទុកត្រឹមហ្នឹងដើម្បីអីចាចំនួនស្លឹកវានឹងឯងគឺចំនួនដែលអាច
ស្រូបពន្លឺព្រះអាទិត្យហើយនឹងអាចចាំផ្លែផ្កាហ្នឹងឲ្យបានកាន់ផ្លែបើយើងទុកខ្លីពេកក៏វាអត់សូវល្អដែរចាអញ្ចឹងវាខ្សោយមេឃតាពាំងបញ្ជូរយើងហើយយើងទុកចន្លោះពី8ទៅ9សន្លឹកនេះ9សន្លឹកនេះទៅ12សន្លឹកគឺមេឃហ្នឹងសាក្រោយវាឆាប់ផ្លែទៀតបើសិនជាយើងថែដិតល្អថែចាសុំទោះថែទាំដិតដល់ល្អគឺវាផ្លែម្ដងទៀតអញ្ចឹងពេលដែលយើងក្រោយពីយើងកាត់ផ្លែនេះចេញអញ្ចឹងណាចាអញ្ចឹងបងប្អូនមកមើលចានេះគឺជាមេឃថ្មីតែដែលវាបែកចន្លោះមេឃហ្នឹងដែរនេះចាបែកមេឃហ្នឹងមកចានេះវាចេញមេឃថ្មីចាវាក៏ចេញផ្លែបានពីផ្កាខ្ញុំមើលបងប្អូននេះឃើញផ្កានេះខ្ញុំថតម្នាក់ឯងបងប្អូនអញ្ចឹងឲ្យបងប្អូនបាក់មើលទៅចានេះ1ចា2ចាអញ្ចឹងវាចេញពីចកោមទៀតត2ចាចកោមនេះមេឃដដែលចាមេឃដដែលចានេះចានេះមេឃដដែលនេះចានេះចាអញ្ចឹងបងប្អូនមើលបានចានេះផ្លែចានេះមេឃបែកចាមេឃបែកចេញពីចកោមផ្លែនេះចានេះផ្លែបងប្អូនមើលចាបែកចេញពីមេឃផ្លែនេះវាចេញមេឃបែកមួយទៀតចាអញ្ចឹងវាចេញផ្កាមកពីផ្កាខ្ញុំអញ្ចឹងបងប្អូនចាអញ្ចឹងពេលអញ្ចឹងយើងចង់ទុកបានណាចាទុកបានដោយសារបើបងប្អូនចង់ទុកបើបងប្អូនចង់ទុកបងប្អូនយកកត្រៃមកកាត់ចោលកន្លែងនេះទៅដើម្បីយើងថែតែផ្លែនេះទៅចាបើសិនជាបងប្អូនចង់ទុកក៏ទុកទៅចាគ្រាន់តែយើងដាក់ជីដាក់ថែដាក់ទឹកទៅឲ្យទៀងទាត់ទៅវាផ្លែហ្នឹងផ្កានេះក៏កាន់ចាផ្លែម្សាគ្រួយបានដែរអញ្ចឹងចាសំខាន់គឺបងប្អូនចង់ទុកឬមិនចង់ទុកទេអញ្ចឹងចាខ្ញុំពេលខ្លះខ្ញុំទុកដោយសារតែគឺជាកោមផ្កាវាថ្លោះចាពេលខ្លះខ្ញុំអត់ទុកទេខ្ញុំចង់កាត់ចេញទៅចាកាត់ក្តៀមផ្កានឹងចេញទៅយើងថែតែមេឃហ្នឹងវគ្គក្រោយយើងកាត់ផ្លែចេញអស់ថែតាមមួយខែក្រោយទៀតមេឃហ្នឹងវាផ្លែម្ដងទៀតបានតែបើយើងទុកការចេះគឺយើងកាត់ផ្លែទៅវគ្គក្រោយទៀតគឺផ្លែវាlạiចាំផ្កានេះពីចកោមនេះចាពីផ្កានេះស្មើនឹងពីចកោមនេះអញ្ចឹងមេឃហ្នឹងវាលែងកាត់តែងទៅយកអត់កាត់តែងទេយើងទុកផ្លែនៅផ្កាហ្នឹងបណ្ដោយចាហើយតែផ្កាហ្នឹងវាផ្លែតន់វគ្គក្រោយទៀតវាផ្លែតន់មេឃផ្សេងនេះទេអញ្ចឹងបើយើងកាត់ចេញទៅកាត់ផ្លែនេះស្រស់គ្នាពេលយើងកាត់តែងទៅគឺតាពាំងបញ្ជូរយើងផ្លែស្រស់គ្នាតែបើយើងទុកអានេះគឺក្រោយគេមេឃនេះអញ្ចឹងបងប្អូនចាហើយមេឃក្តៀងទូចនេះអត់ទុកទេអញ្ចឹងចាហើយយើងរាប់1 2 3ចា4 5 6 7 8 9 10 11 12អញ្ចឹង12សន្លឹកយើងក្តិចត្រួយចេញមួយមកចានេះក្តិចចេញអញ្ចឹងបងប្អូនចាដើម្បីកុំឲ្យចាប្រឹងជីដែលបឺតទៅវាប្រឹងតែលូតតែត្រួយទៅមុខយើងទុកតែឲ្យជីបឺតមកចិញ្ចឹមផ្កាពីផ្កានេះយើងបានហើយផ្កានេះចាអញ្ចឹងចាអាហ្នឹងលក្ខណៈដែលយើងត្រូវថែទាំអញ្ចឹងបើយើងទុកបដ යි តាពាំងបញ្ជូរយើងលូតខ្លាំងពេកវាអត់សូវផ្លែផ្កាយើងក្តាប់ហ្នឹងវាអត់សូវល្អទេផ្កាក៏ទូចដែរចកោមផ្កាយើងក៏ទូចដែរព្រោះវាប្រឹងតែបុកទៅត្រួយបងប្អូនអញ្ចឹងយើងត្រូវក្តិចត្រួយ8 9សន្លឹកត្រូវក្តិចមួយសម្រាប់9សន្លឹកគឺផ្កាមួយចកោមបើសម្រាប់ពីផ្កាដូចនេះចាមួយមេឃមាន2ផ្កាឬក៏2ចង្កោមយើងទុក12សន្លឹកគឺ10សន្លឹកដើម្បីឲ្យវាចាស្លឹកច្រើនបន្តិចទៅវាបឺតសញ្យោគពលឺព្រះអាទិត្យហើយនឹងបឺតអាហារបានច្រើនទៅចំផ្កាពីចកោមហ្នឹងបងប្អូនចាអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនតែប៉ុណ្្នឹងទេចានេះចាមើលបងប្អូនចាចកោមចានេះចាផ្លេចតាមវិសាចានេះបងប្អូនចាពុកដាក់ទឹកជីនឹងចូលហើយខ្ញុំចាំមួន3ក្បាលនៅក្នុងហ្នឹងចាដាក់សណៃដាក់ទឹកហ្នឹងទៅចាព្រោះអីក្នុងក្រោមធឹងតាពាំងជូរហ្នឹងវាត្រជាក់បើដាក់ខាងក្រៅបងប្អូននឹងឥឡូវសេតនភាព40 41 42ដល់43ក៏មានតែកន្លែងខ្ញុំចាក្តៅខ្លាំងខ្ញុំក្នុងផ្ទះបើផ្ទះសង្កសីសង្កសីក្រាស់ក៏នៅក្តៅដែរតើយើងមកនៅក្នុងផ្ទះឈើអញ្ចឹងมันវាត្រជាក់តែសម្រាប់ត្រឹងតាពាំងបញ្ជូរនេះវាត្រជាក់ស្រាប់បងប្អូនពេលដែលយើងកាត់តែងស្លុកវាដុំមកស្លឹបចិត្តពលឺជះមកទូចគឺអត់ក្តៅទេចាហើយមាន់នេះខ្ញុំចំនៅកន្លែងសង្កសីដាក់សង្កសីក្តៅចាវាចង្កុកវាឈឺអញ្ចឹងវាអត់នៅទេតែបើខ្ញុំយកមកដាក់គ្រឿងតាពាំងបញ្ជូរចេះចាវាមាំចាវាអត់ទន់លាក់ដូចយើងនៅឲ្យចំនៅក្នុងរោងសង្កសីទេអញ្ចឹងចំក្នុងគ្រឿងតាពាំងបញ្ជូរនេះមាន់អញ្ចឹងដូចជាមានអារម្មណ៍ថាវាមាំទាំវាហក់វាលោតអញ្ចឹងចាហើយត្រជាក់ទៀតគល់តាពាំងបញ្ជូរនៅម្ដុំហ្នឹងវាចាដាក់តែចំណីដាក់តែអីទៅដាក់ទឹកទៅចិញ្ចឹមចាហើយលាមកវាបានជីទៀតអញ្ចឹងចា
ចឹងបញ្ជាក់បងប្អូនចឹងប៉ុណ្ណឹងចឹងថែទាំចាឥឡូវចាប់ដើមផ្លែយើងបងប្អូនខ្ញុំសង្កេតមើលថាផ្លែចាប់ដើមប្រែពណ៌ខ្ញុំចង់ឲ្យបងប្អូនមកមើលចាតាមដានវីដេអូខ្ញុំមកដំណើរការខ្ញុំនឹងប្រាប់តាមហ្នឹងបងប្អូនហើយថ្ងៃអាទិត្យចាខ្ញុំម្សិលមិញហ្នឹងខ្ញុំបានដាក់ជីក្រោមរួចហើយចាហើយជីខាងលើបងប្អូនបាញ់អកមុនពងមាន់ខ្ញុំបញ្ជាក់ចាបាញ់ទៅទីហងអាទិត្យហ្នឹងយើងបាញ់បាញ់ដាក់ជីខាងក្រោមហ្នឹងចាដាក់ជីក្រោមពេលល្ងាចចាដាក់ក្រោមជីក្រោមពេលល្ងាចចាដាក់ជីក្រោមពេលល្ងាចចាពេលព្រឹកឡើងព្រលឹមម៉ោង6ម៉ោង5ម៉ោង6ចាម៉ោង6គឺបងប្អូនបាញ់អរម៉ូនខាងលើអញ្ចឹងណាចាបើសិនជាស្រុកទៅពាំងបញ្ជូបងប្អូនអត់សូវល្អចាបើសិនជាល្អបងប្អូនដាក់ជីក្រោមក៏បានដែរចាហើយសម្រាប់ជីអរម៉ូនខាងលើជីស្លឹកយើងចា10ថ្ងៃឬក៏5 10ថ្ងៃបាញ់ម្ដងបានក៏បានដែរព្រោះខ្ញុំអត់សូវបាញ់ខាងលើនេះទេខ្ញុំដាក់តែជីក្រោមចាបងប្អូនដាក់តែជីក្រោមទេខ្ញុំអត់សូវដាក់បាញ់អរម៉ូន6ខាងលើទេពេលដែលខ្ញុំបាញ់អរម៉ូន6ខាងលើគឺពេលដែលញឹកគឺពេលដែលកំឡុងពេលដែលខ្ញុំត្រៀមវាឲ្យផ្លែផ្កាចាឲ្យចេញផ្កាមុនកាត់តែងចាមុនកាត់តែងគឺខ្ញុំបាញ់ខាងលើរៀងញឹកចា5ថ្ងៃម្ដង5ថ្ងៃម្ដងឬក៏មួយអាទិត្យម្ដងបាញ់អរម៉ូនខាងលើចាពេលដែលខ្ញុំបាញ់អរម៉ូនខាងលើនឹងញឹកញាប់បំផុតគឺវគ្គដែលខ្ញុំចង់ឲ្យផ្លែទៅឲ្យតពាំងបញ្ជូខ្ញុំហ្នឹងវាផ្លែម្ដងទៀតចាពេលសម្រាប់តពាំងបញ្ជូខ្ញុំមានផ្លែមានអីចេះទូចេះខ្ញុំអត់សូវបាញ់ខាងលើទេខ្ញុំដាក់តែជីខាងក្រោមដាក់ទឹកដាក់ជីចាជីចល័តមានជីកាកសំណល់ផ្ទះបាយចាមានជីអាច់មាន់ចាបុកជាមួយនឹងជីអាច់គោចាយើងដាក់ចល័តហើយមានទៀតគឺជីដែលសបោដែលហៅជីក្របដែរប៉ុន្តែគេហៅថាជីអាចបជាវបងប្អូនគេសូនឬក៏ជីអាចបជាវហ្នឹងមានលុយចាយើងទិញដាក់បន្តិចទៅឬក៏អត់បងប្អូនដាក់តែជីធម្មជាតិហ្នឹងក៏បានដែរព្រោះអីនៅម្ដងខ្ញុំនេះវាអត់សូវមានអាជីអាចបជាវហ្នឹងទេខ្ញុំមានតែជីលមុខសัตว์ចាពពែមានគោមានជ្រូកចាមានមាន់មានទាអញ្ចឹងខ្ញុំដាក់កន្លែងណាខ្ញុំសបោជីណាច្រើនជាងគេខ្ញុំប្រើជីហ្នឹងចាហើយយូរតែខ្ញុំទិញជីខ្ញុំទិញដែរបងប្អូនជីគ្រាប់ក៏ទិញប្រើដែរចាប្រើតែពេលវគ្គដែលវាត្រៀមឲ្យផ្លែផ្កាទេចាជីគ្រាប់តែបើពេលដែលកំពុងកេងផ្លែផ្កាចេះយើងប្រើជីធម្មជាតិទៅចាអញ្ចឹងណាចាហើយសួរថាពេលដែលយើងថែទាំអញ្ចឹងរហូតដល់វាទុំវាអីអញ្ចឹងយើងមានដាក់ជីគ្រាប់អត់ទេចាគឺអត់ទេបងប្អូនយើងដាក់តែជីធម្មជាតិទៅចាតែជីគ្រាប់យើងត្រូវប្រើវគ្គដែលយើងចាដូចខ្ញុំប្រាប់អញ្ចឹងគឺវគ្គដែលយើងថែទាំឲ្យវាចេញផ្កាទេមុនចេញផ្កាចាយើងថែស្លឹកថែដើមមុនឲ្យចេញផ្កាឲ្យស្លឹកត្រួយនឹងល្អហើយយើងប្រើជីគ្រាប់ចាជីអកមុនខាងលើបាញ់ឲ្យញឹកញាប់ទៅពាំងជូរយើងផ្លែតែចេញផ្កាស្អាតហើយច្រើនអញ្ចឹងចាតែពេលហ្នឹងតែពេលដែលយើងចេញផ្កាចេញអីយើងដាក់តែជីធម្មជាតិខាងក្រោមមកចាជីលមុខមាន់ជីលមុខគោចាជីជ្រូកអញ្ចឹងចាមានពពែដាក់ពពែទៅចានិយាយទៅមានទាចាលមុខមាន់ទាក៏ដាក់ទៅព្រោះអីកន្លែងខ្ញុំមានចំមាន់ទាអញ្ចឹងខ្ញុំមានជីនឹងស្រាប់សម្រាប់ដាក់នៅក្នុងតំណាំតពាំងជូរបន្លែបកាដែលខ្ញុំដាំក្បែរផ្ទះនឹងឯងចាហើយបងប្អូនសម្រាប់បងប្អូនគាត់ថាអញ្ចឹងដាំបានតែកន្លែងដាំបានតែអ្នកកន្លែងដែលមានជីមានអីអញ្ចឹងយើងមិនដាំកើតអត់ទេបងប្អូនពាំងជូរនេះយើងអាចដាំក្នុងថូដែរបងប្អូនដាំក្នុងថូនោះឬក៏ក្នុងលូក្នុងថូលើដំបូលផ្ទះក៏ដាំបានផ្លែដែរតែសំខាន់បងប្អូនប្រើជីចាប្រើជីបងប្អូនអាចប្រើជីគ្រាប់លាយជាមួយនឹងជីគេសូនណាគេឆ្កែច្នៃធ្វើជាជីគ្រាប់ចាជីកប៉ុសចាគេលក់នៅតាមផ្សារមានយើងអាចទិញប្រើបានដូចគ្នាអញ្ចឹងគ្រាន់តែយើងត្រូវការចំណាយលុយខ្លះចាហាក់បើសិនជាបងប្អូនចេះធ្វើជីខ្លួនឯងទៀតគឺវាចំណាយតិចចាដូចខ្ញុំអញ្ចឹងខ្ញុំមានជីធម្មជាតិខ្ញុំចំណាយតិចនៅលើដំណាំជុំវិញតពាំងវជូចាបន្លែចាផ្សេងចាខ្ញុំដាំហ្នឹងចាមកទេសមានត្រប់មានអីហ្នឹងយើងមានជីនឹងដាក់បើសិនជាបងប្អូនចង់ដាំតាំងនេះនៅផ្ទះថ្មទៅអីដាំដាក់បានអត់ចាក់បានដូចគ្នាតែខណៈយើងត្រូវការចំណាយលុយទិញជីបន្តិចចាជីគេធ្វើចាលោកខ្ញុំបងប្អូនមកមើលចាដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងតពាំងមជូរនេះបងខ្ញុំពេលដែលខ្ញុំកាត់ផ្លែទុំខាងទ្រឿងខាងមុខអានេះទ្រឿងទី2បងប្អូនអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនថាមួយខែទៀតវានឹងទុំចាឥឡូវចាប់ដើមប្រែពណ៌បងប្អូនមើលចានេះចាប្រែពណ៌ណាចាព្រឹងតិចហ្នឹងចា
ប្រែពណ៌អញ្ចឹងមានន័យថាតិចទៀតវាប្រែពណ៌មានខ្មៅទៅដល់ទុំអញ្ចឹងបងប្អូនចាចាប់ផ្ដើមប្រែពណ៌ហើយអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនមើលចាចកោមខ្លះក៏នៅទេអញ្ចឹងចកោមតំពាំងបញ្ជូរនេះពេលដែលផ្កាណាវាចេញមុនវាទុំមុនអញ្ចឹងចាចង់បងប្អូនមើលចាឲ្យបងប្អូនមើលថាវាប្រែពណ៌មិនអីមិនអញ្ចឹងតែសម្រាប់តំពាំងបញ្ជូរនេះផ្លែរៀងត្រួយចេកចាเราจะប្រែពណ៌ព្រឿងហើយតែសម្រាប់តំពាំងបញ្ជូរនេះចាដប់វាចាដប់វាបៃតងរៀងចាស់អានេះរៀងត្រួយចេកចានេះត្រួយចេកចារៀងត្រួយចេកចារៀងត្រួយចេកបងប្អូនមើលចារៀងត្រួយចេកតែនេះរៀងបៃតងរៀងចាស់ចាវាធូរស្បាតដោយសារវាមលប់ចាស្លឹកតំពាំងបញ្ជូរច្រើនទៅមលប់ចានេះចាមលប់អញ្ចឹងវាអត់សូវច្បាស់ទេហើយពូជនេះអត់ទាន់ប្រែពណ៌ទេវានៅធំជាងចាព្រោះឲ្យវាទុំខ្មៅមែនតែវាធំជាងអញ្ចឹងចានេះបងប្អូនចាអញ្ចឹងជំរឿដែលពេលដែលតំពាំងបញ្ជូរនឹងចាប់ដើមទុំចាខ្ញុំកាត់ចេញខ្ញុំចង់ឲ្យធ្វើវីដេអូមួយសារទៀតគឺសម្រាប់តំពាំងបញ្ជូរបជាម្ដងបងប្អូនចាបជាបែបលក្ខណៈប្រើជីគ្រាប់ម្ដងអត់ប្រើជីធម្មជាតិតែខ្ញុំត្រូវការចំណាយលុយទិញតុកក៏ហើយជីគ្រាប់ចាដើម្បីឲ្យបងប្អូនមើលហើយនឹងជីខាងលើជីលក្ខណៈបជាហើយខ្ញុំធ្វើតែម្ដងហ្នឹងទៅខ្ញុំលែងធ្វើវីដេអូបជាបែបលក្ខណៈជីគ្រាប់ហ្នឹងឯងចាខ្ញុំថែទាំតំពាំងបញ្ជូរខ្ញុំបែបលក្ខណៈធម្មជាតិព្រោះខ្ញុំអត់ចង់ប្រើលក្ខណៈបជាបែបជីគ្រាប់ទេឬក៏ហៅថាជីគីមីបងប្អូនព្រោះអីវាធ្វើឲ្យតំពាំងបញ្ជូរខ្ញុំអត់ល្អចាអនាគតទៅវានៅមួយខ្ញុំអត់បានយូរអញ្ចឹងខ្ញុំប្រើតែជីធម្មជាតិទៅចាប្រើតែជីធម្មជាតិនៅទៅវាធ្វើឲ្យតំពាំងបញ្ជូរខ្ញុំហ្នឹងវានៅមួយខ្ញុំបានល្អចាយូរឆ្នាំហើយមួយយ៉ាងទៀតបើសិនជាបងប្អូនប្រើជីគ្រាប់បងប្អូនត្រូវការចំណាយចាចំណាយលុយទិញជីនឹងរហូតណាជីរហូតយកមកថែទាំដាក់តែខ្ញុំអត់ទេខ្ញុំចំសាន់ខ្ញុំមានជីយកទៅដាក់ប្រើនៅលើដើមតំពាំងបញ្ជូរនិងដំណាំផ្សេងរបស់ខ្ញុំអញ្ចឹងចាបាយបាយជម្រាបលា